Mm. Brothers and sisters, recently I have shared about the vision of the church and hold fast the path of the church. ចឹងបងប្អូនប្រុសស្រីទាំងអស់គ្នាចឹងថ្មីហ្នឹងគឺបងប្រុសធីនគាត់បានចែកចាយអំពីនិមិត្តឬក៏ចក្ខុវិស័យនៃក្រុមជំនុំហើយមួយទៀតគឺការអឺគឺជាមេគារបស់ព្រះជាម្ចាស់នៃក្រុមជំនុំយ៉ាងខ្ជាប់ខ្ជួន Let's have some revision first. ចឹងពួកយើងទាំងអស់គ្នានឹងធ្វើការរំលឹកឡើងវិញខ្លះសិន Do you remember there are 7 eras in the age of the church? ចឹងតើពួកយើងទាំងអស់គ្នានៅចាំអត់គឺនៅក្នុងសម័យទាំងនោះគឺមាន7ក្រុមជំនុំ The first is the era of Ephesus. ដែលក្រុមជំនុំទី1គឺក្រុមជំនុំអេផេសូ They had a very good old starting point. ដែលក្នុងក្រុមជំនុំអេផេសូហ្នឹងកាលពីដំបូងឡើយគឺពួកគេមានចំណុចចាប់ផ្ដើមដ៏ល្អ But they lost the first love. ប៉ុន្តែក្រោយមកទៀតក៏ពួកគេបាត់បង់សេចក្តីស្រឡាញ់ដំបូងចំពោះព្រះអង្គ Let's keep our heart with the first love to the Lord. ដូច្នេះពួកយើងទាំងអស់គ្នាក៏គួរតែរក្សាដួងចិត្តរបស់ពួកយើងជាមួយនឹងសេចក្តីស្រឡាញ់ដំបូងរបស់ពួកយើងទៅកាន់ព្រះអង្គ The second era is the era of Smyrna. ហើយក្រុមជំនុំទី2គឺក្រុមជំនុំស្មើណា They keep faithful unto death for the Lord. ដែលពួកគេគឺបានស្មោះត្រង់និងស្មោះស្ម័គ្រជាមួយនឹងព្រះអង្គរហូតដល់ដែលពួកគេស្លាប់ And the third is the era of Pergamos. ហើយទី3គឺក្រុមជំនុំពើកាម៉ូ Brothers and sisters, at that time they are faced some temptations. ដោយសារតែបងប្អូនប្រុសស្រីនៅក្នុងក្រុមជំនុំពើកាម៉ូហ្នឹងនៅពេលហ្នឹងគឺពួកគាត់ទទួលបានការលបួង But let us learn from them. ប៉ុន្តែចូលពួកយើងទាំងអស់គ្នាក៏អាចរៀនពីពួកគាត់ The Lord remind them and also remind us. ដោយសារតែព្រះអង្គក៏រំលឹកបងប្អូនប្រុសស្រីទាំងអស់នោះហើយព្រះអង្គក៏រំលឹកពួកយើងទាំងអស់គ្នាដែរ Let's keep our pure heart to the Lord. ដូច្នេះចូលពួកយើងទាំងអស់គ្នាក៏រក្សាដួងចិត្តដ៏បរិសុទ្ធរបស់ពួកយើងទាំងអស់គ្នាទៅកាន់ព្រះអង្គ And do you remember these 7 eras have some very important lessons we can learn from them? ចឹងតើពួកយើងទាំងអស់គ្នានៅចងចាំអំពីសម័យកាលនៃក្រុមជំនុំទាំង7ហ្នឹងអត់គឺមានចំណុចសំខាន់ជាច្រើនដែលពួកយើងទាំងអស់គ្នាអាចរៀនពីក្រុមជំនុំទាំង7ហ្នឹងបាន Today we just focus on one thing. ដែលថ្ងៃហ្នឹងគឺគាត់ចង់ឲ្យពួកយើងទាំងអស់គ្នាអាចផ្ដោតទៅលើចំណុចសំខាន់មួយ is the rewards to the conquerors. ដែលចំណុចសំខាន់ថ្ងៃហ្នឹងគឺរង្វាន់ចំពោះអ្នកដែលមានជ័យជំនះ Because in these 7 churches and these 7 eras also have some rewards to the conquerors. ដោយសារតែនៅក្នុងយុគសម័យទាំង7ឬក៏ក្រុមជំនុំទាំង7ហ្នឹងក៏មានរង្វាន់ចំពោះអ្នកដែលមានជ័យជំនះដែរ Why the Lord mentioned about this repeatedly for 7 times? ចឹងហេតុអីបានជាព្រះអង្គទ្រង់បាននិយាយបែបហ្នឹងចេះថានិយាយម្ដងហើយម្ដងទៀតរហូតដល់7ដង All the rewardings also are remindings. ចឹងរង្វាន់ទាំងអស់ហ្នឹងក៏ជាការរំលឹកផងដែរ Now I invite Brother Banya. You read the Bible scriptures this for us. វិវរណៈចំពោះទី2ខទី7 11 17ឆាន់ហើយអ្នកដែលមានត្រចៀកចូលស្ដាប់នៅអ្វីដែលព្រះវិញ្ញាណមានព្រះបន្ទូលនិងក្រុមជំនុំទាំងឡាយចុះ Thank you. Actually, this sentence repeatedly appeared 7 times in chapter 2 to 3. ចឹងក៏ថាគឺព្រះគម្ពីរមួយឃ្លានេះគឺបានចឹងថានិយាយមានម្ដងហើយម្ដងទៀត7ដងនៅក្នុងជំពូកទី2ហើយនិងជំពូកទី3 Very interesting about the word ear. Actually is the noun of singular.
ចឹងពួកយើងទាំងអស់គ្នាអាចមើលនៅក្នុងកន្លែង clear ហ្នឹងគឺមានត្រចៀកដែលត្រចៀកហ្នឹងគឺជានាមឯកវចនៈ But very interesting about why the Lord mentioned 7 times only 1 year. ចឹងពួកយើងទាំងអស់គ្នាក៏អាចចាប់អារម្មណ៍ដែរថាហេតុអីបានជាព្រះអង្គទ្រង់បាននិយាយពាក្យត្រចៀកហ្នឹង7ដងគឺត្រចៀកតែមួយតែម្ខាង Brothers and sisters, can you look at your neighbors how many ears they has? ចឹងយើងអាចមើលទៅកាន់បងប្អូនប្រុសស្រីចិត្តខាងរបស់យើងមើលថាតើពួកគាត់មានត្រចៀកប៉ុន្មាន Maybe you think I have ears in my left and in my right. ចឹងពួកយើងទាំងអស់គ្នាក៏នឹងឃើញថាពួកយើងទាំងអស់គ្នាមានត្រចៀកឆ្វេងហើយនិងត្រចៀកស្ដាំ But why? The Lord here said that 1 ear. Why? ចឹងហេតុអីបានជាព្រះអង្គនៅទីនេះទ្រង់មានព្រះបន្ទូលថាត្រចៀកតែម្ខាង It's talk about your right ear or your left ear. ចឹងព្រះអង្គមានព្រះបន្ទូលបែបហ្នឹងគឺមានព្រះបន្ទូលសំដៅទៅលើខាងត្រចៀកឆ្វេងរបស់យើងឬក៏ត្រចៀកស្ដាំរបស់យើង This only 1 ear is not mentioned about your right or your left ear. ចឹងនៅទីនេះព្រះអង្គមានព្រះបន្ទូលថាត្រចៀកតែម្ខាងគឺអត់សំដៅទៅលើត្រចៀកខាងឆ្វេងឬក៏ត្រចៀកខាងស្ដាំរបស់យើងទេ This 1 ear is related to your spiritual ear. ប៉ុន្តែត្រចៀកតែម្ខាងមួយនេះគឺជាត្រចៀកខាងវិញ្ញាណរបស់យើង Because the rewarding for these 7 churches also is a reminding for all the true brothers and sisters. ចឹងគឺដោយសារតែរង្វាន់នៅក្នុងក្រុមជំនុំទាំង7មួយនេះក៏រំលឹកទៅដល់បងប្អូនប្រុសស្រីទាំងអស់គ្នាបងប្អូនប្រុសស្រីដែលពិតប្រាកដ Because the Holy Spirit want to say something to encourage and remind all of us. ដោយសារតែព្រះវិញ្ញាណបរិសុទ្ធក៏ចង់មានព្រះបន្ទូលដើម្បីលើកទឹកចិត្តមកកាន់ពួកយើងទាំងអស់គ្នានិងដើម្បីរំលឹកពួកយើងទាំងអស់គ្នាដែរ Have you ready to listen from the Holy Spirit? ចឹងតើពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្ដាប់ព្រះបន្ទូលដែលមកពីព្រះវិញ្ញាណបរិសុទ្ធហើយនៅ But need to ready our heart. ដូច្នេះពួកយើងទាំងអស់គ្នាគួរតែរៀបចំដួងចិត្តរបស់ពួកយើងឲ្យរួចជាស្រេច And then also in Revelation chapter 2 and 3 also have 7 times talk about the rewards for the conquerors. ចឹងនៅក្នុងព្រះគម្ពីរវិវរណៈជំពូកទី2ហើយនិងជំពូកទី3ក៏និយាយចំនួន7ដងអំពីរង្វាន់សម្រាប់អ្នកដែលមានជ័យជំនះដែរ Who is conqueror? ចឹងយើងសាកគិតមើលថាតើណាគេដែលជាអ្នកដែលមានជ័យជំនះ According to the Bible, we know we are conquerors. ចឹងយើងទៅតាមព្រះគម្ពីរគឺធ្វើឲ្យពួកយើងទាំងអស់គ្នាដឹងថាពួកយើងទាំងអស់គ្នាគឺជាអ្នកដែលមានជ័យជំនះ Now I also invite Brother Banya. You read these Bible scriptures for us. 1 យូហានជំពូក5ខ4ត្បិតអស់អ្នកដែលកើតមកពីព្រះសុទ្ធតែឈ្នះលើពិភពលោកនេះហើយជាជ័យជំនះដែលឈ្នះលើពិភពលោកគឺជំនឿរបស់យើង Thank you. According to these Bible scriptures, we know that anyone, if we were born from Abba, truly we are conquerors. ចឹងយើងទៅតាមព្រះគម្ពីរមួយនេះគឺធ្វើឲ្យពួកយើងទាំងអស់គ្នាដឹងថាអស់អ្នកដែលកើតមកពីព្រះជាម្ចាស់គឺសុទ្ធតែជាអ្នកដែលមានជ័យជំនះ That means our Heavenly Father, He is very great. ចឹងគឺមានន័យថាព្រះបិតារបស់ពួកយើងទាំងអស់គ្នាទ្រង់គឺពិតជាអស្ចារ្យ Anyone were born from Him, we also can be the conquerors. គឺអស់អ្នកដែលកើតមកពីទ្រង់គឺសុទ្ធតែជាអ្នកដែលមានជ័យជំនះ We have the very good quality to overcome the world. ហើយពួកយើងទាំងអស់គ្នាក៏មានគុណ
លក្ខណៈសម្បត្តិយ៉ាងល្អដើម្បីឲ្យពួកយើងទាំងអស់គ្នាអាចយកឈ្នះ No matter how many difficulties in the world, មិនថានៅលើលោកីយ៍មួយនេះគឺមានទុក្ខលំបាកខ្លាំងប៉ុណ្ណា we also can overcome all to glorify God. គឺពួកយើងទាំងអស់គ្នាក៏អាចយកឈ្នះនៅទុក្ខលំបាកទាំងអស់ហ្នឹងដើម្បីឲ្យពួកយើងទាំងអស់គ្នាអាចលើកតម្កើងព្រះជាម្ចាស់ No matter the temptation from the world so attractive, មិនថាការលបងនៅលើលោកីយ៍មួយនេះគឺវាពិតជាតាក់ទាញយ៉ាងណាក៏ដោយ we also can overcome all the temptation to love God back. គឺពួកយើងទាំងអស់គ្នាក៏អាចយកឈ្នះនៅការលបងទាំងអស់នៅលើលោកីយ៍មួយនេះឲ្យពួកយើងទាំងអស់គ្នាអាចស្រឡាញ់ព្រះជាម្ចាស់វិញ So that we are conquerors. ដូច្នេះពួកយើងទាំងអស់គ្នាគឺជាអ្នកដែលមានជ័យជំនះ We have a very great starting point when we believe in the Lord. ហើយពួកយើងទាំងអស់គ្នាក៏មានចំណុចចាប់ផ្ដើមដ៏ល្អអស្ចារ្យនៅពេលដែលពួកយើងទាំងអស់គ្នាបានជឿទៅលើព្រះអង្គ This great starting point is we born of God. ហើយចំណុចចាប់ផ្ដើមដ៏ល្អអស្ចារ្យមួយនេះគឺពួកយើងទាំងអស់គ្នាគឺសុទ្ធតែជាអ្នកដែលកើតមកពីព្រះជាម្ចាស់ Now let you encourage to your labors. You are very great. អញ្ចឹងយើងអាចលើកទឹកចិត្តទៅកាន់បងប្អូនប្រុសស្រីនៅជិតខាងរបស់យើងនិយាយថាអ្នកពិតជាអស្ចារ្យអ្នកពិតជាអស្ចារ្យអ្នកពិតជាអស្ចារ្យ Wow, because we all are born of God. គឺដោយសារតែពួកយើងទាំងអស់គ្នាគឺសិតតែជាអ្នកដែលកើតមកពីព្រះជាម្ចាស់ So that in these 7 letters, in these 7 churches, we can overcome all the difficulty to love the Lord back. ដូច្នេះហើយទើបនៅក្នុងយុគសម័យទាំង7ឬក៏នៅក្នុងក្រុមជំនុំទាំង7នេះពួកយើងទាំងអស់គ្នាក៏អាចយកឈ្នះនៅអ្វីៗទាំងអស់ហើយពួកយើងទាំងអស់គ្នាអាចស្រឡាញ់ព្រះអង្គវិញដែរ Today we just we read about the first 3 churches. អញ្ចឹងថ្ងៃហ្នឹងគឺគាត់ចង់រំលឹកហើយក៏ចង់ប្រាប់ពួកយើងទាំងអស់គ្នាអំពីការដែលពាក់ព័ន្ធជាមួយនឹងក្រុមជំនុំទាំង3ដំបូងហ្នឹង The first is the Eva and the church of Ephesus. ដែលទី1គឺជាក្រុមជំនុំអេផេសូ Do you remember they lost the first love? អញ្ចឹងពួកយើងទាំងអស់គ្នានៅចាំអត់គឺបងប្អូនប្រុសស្រីស្ថិតនៅក្នុងក្រុមជំនុំអេផេសូគឺគាត់បាត់បង់សេចក្តីស្រឡាញ់ដំបូងទៅកាន់ព្រះអង្គ But the Lord, through the reward for the conquerors to remind them. ប៉ុន្តែព្រះអង្គក៏បានប្រើប្រាស់រង្វាន់សម្រាប់អ្នកដែលមានជ័យជំនះហ្នឹងដើម្បីរំលឹកទៅកាន់ពួកគេវិញ The Lord remind them how to keep the first love. គឺព្រះអង្គបានរំលឹកពួកគេទាំងអស់គ្នាពីរបៀបដែលរក្សានៅសេចក្តីស្រឡាញ់ដំបូងរបស់ពួកគេ Now I also invite Brother Panya to read these Bible scriptures for us. វិវរណៈចំពុកទី2ខទី7អ្នកដែលមានត្រចៀកចូលស្ដាប់នៅអ្វីដែលព្រះវិញ្ញាណមានព្រះបន្ទូលនិងក្រុមជំនុំទាំងឡាយចុះចំពោះអ្នកដែលមានជ័យជំនះយើងនឹងឲ្យអស់អ្នកនោះហូបពីដើមឈើនៃជីវិតដែលមាននៅស្ថានបរមសុខរបស់ព្រះ Thank you. The sentence be highlighted in yellow is talk about the conquerors. ចឹងយើងអាចមើលព្រះគម្ពីរនៅលើ slide មួយហ្នឹងដែលនៅកន្លែងគាត់ដាក់ពណ៌លឿងគឺនិយាយអំពីអ្នកដែលមានជ័យជំនះ Brothers and sisters, don't forget you are a conqueror. ចឹងបងប្អូនប្រុសស្រីទាំងអស់គ្នាយើងកុំភ្លេចថាពួកយើងទាំងអស់គ្នាគឺជាអ្នកដែលមានជ័យជំនះ But the conqueror overcome the world. We need to rely and experience God first. ប៉ុន្តែនៅពេលដែលពួកយើងទាំងអស់គ្នាចង់យកឈ្នះនៅលើផែនដីមួយនេះគឺពួកយើងទាំងអស់គ្នាត្រូវតែពឹងផ្អែកទៅលើព្រះអង្គជាមុនសិន Now we focus on the reward of the conquerors. ឥឡូវគឺពួកយើងទាំងអស់គ្នានឹងផ្ដោតទៅលើរង្វាន់សម្រាប់អ្នកដែលមានជ័យជំនះ Here I also highlight in green and in blue. ចឹងនៅតមកទៀតគឺគាត់បានដាក់ពណ៌បៃតងហើយនិងពណ៌ខៀវ Here said that anyone a conqueror, they can enjoy, receive and eat the
the the fruit from the tree of life. តែនៅត្រង់ចំណុចនេះដែរគឺគេចង់បានន័យថាអ្នកដែលមានជ័យជំនះគឺពួកគេនឹងរីករាយដែលពួកគេទទួលបានហើយពួកគេហូបផ្លែឈើនៃជីវិត Do you remember the first two human? They are Adam and Eve. ចឹងពួកយើងទាំងអស់គ្នានៅចាំពីមនុស្សដំបូងពីរនាក់អត់គឺលោកអាដាមហើយនិងនាងអេវ៉ា They were in the Garden of Eden. ចឹងគឺពួកគេបានរស់នៅក្នុងសួនអេដែន But in the beautiful garden they failed. ប៉ុន្តែនៅពួកគេរស់នៅក្នុងសួនដ៏ស្រស់ស្អាតមួយហ្នឹងគឺពួកគេបានបរាជ័យ They cannot overcome the temptation. They failed. គឺពួកគេបានបរាជ័យគឺពួកគេអត់អាចយកឈ្នះនៅការលបួងបាន Why they failed? ចឹងហេតុអីបានជាពួកគេបរាជ័យ Because they didn't choose the tree of life. គឺដោយសារតែពួកគេអត់បានជ្រើសរើសដើមឈើនៃជីវិត They chose another tree. គឺពួកគេបានជ្រើសរើសយកដើមឈើផ្សេង Actually, the tree of life is represented to the Lord Himself. ចឹងតាមពិតទៅគឺដើមឈើនៃជីវិតហ្នឹងគឺតំណាងឲ្យព្រះអង្គខ្លួនទ្រង់ផ្ទាល់ This is the first lesson in the human history. ចឹងនេះក៏ប្រៀបបីដូចជាមេរៀនទី1ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស And also this is the first lesson in the eras of the church. ហើយនេះក៏ជាមេរៀនដំបូងគេស្ថិតនៅក្នុងយុគសម័យនៃក្រុមជំនុំដែរ How we can keep our first love to the Lord? ចឹងតើពួកយើងទាំងអស់គ្នាធ្វើម៉េចទើបអាចរក្សានៅសេចក្តីស្រឡាញ់ដំបូងរបស់ពួកយើងទៅកាន់ព្រះអង្គបាន We keep because we choose first. គឺពួកយើងទាំងអស់គ្នាអាចរក្សាទុកបានគឺដោយសារតែពួកយើងទាំងអស់គ្នាជ្រើសរើសសិន We choose to enjoy the Lord Himself every day first. គឺពួកយើងទាំងអស់គ្នាត្រូវតែជ្រើសរើសរីករាយជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃសិន So that brothers and sisters, joy to God every day, this is very important in your life. ដូច្នេះបងប្អូនប្រុសស្រីទាំងអស់គ្នាការចូលទៅចិត្តព្រះអង្គជារៀងរាល់ថ្ងៃគឺវាពិតជាសំខាន់នៅក្នុងជីវិតរបស់ពួកយើង If you willing to live out, you are conqueror. You need to live out the living of joy to God first. បើសិនជាពួកយើងទាំងអស់គ្នាចង់រស់នៅក្នុងជីវិតមួយដែលជាអ្នកដែលមានជ័យជំនះគឺពួកយើងទាំងអស់គ្នាត្រូវតែរស់នៅក្នុងជីវិតមួយដែលចូលទៅចិត្តព្រះអង្គជាមុនសិន There are many Christians in the world. They are Sunday Christians. ចឹងនៅលើពិភពលោកមួយនេះគឺមានគ្រឹះបរិស័ទជាច្រើនដែលពួកគេគ្រាន់តែជាគ្រឹះបរិស័ទនៅថ្ងៃអាទិត្យទេ That means just on Sunday they experience God. គឺមានន័យថាពួកគេទៅចូលរួមការជួបជុំនៅថ្ងៃអាទិត្យដូច្នេះពួកគេគ្រាន់តែមានបទពិសោធន៍ជាមួយនឹងព្រះអង្គនៅថ្ងៃអាទិត្យប៉ុណ្ណោះ But Sunday just a day in 1 week. ប៉ុន្តែថ្ងៃអាទិត្យគ្រាន់តែជាថ្ងៃមួយនៅក្នុងមួយសប្តាហ៍ប៉ុណ្ណោះ But we lead our Lord Himself always. ប៉ុន្តែពួកយើងទាំងអស់គ្នាគឺតែងតែត្រូវការព្រះអង្គ So that we lead to jolly God, enjoy and experience God every day. ដូច្នេះពួកយើងទាំងអស់គ្នាគឺពិតជាត្រូវការចូលទៅចិត្តព្រះអង្គរីករាយនិងមានបទពិសោធន៍ជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃ Brothers and sisters, let's choose the tree of life every day. ដូច្នេះបងប្អូនប្រុសស្រីទាំងអស់គ្នាពួកយើងទាំងអស់គ្នាគួរតែជ្រើសរើសដើមឈើនៃជីវិតជារៀងរាល់ថ្ងៃ The second era is the era of Smyrna. ចឹងនេះគឺជាក្រុមជំនុំទី2ដែលជាក្រុមជំនុំស្មើណា When the church lose the first love to the Lord through the suffering to heal them. ចឹងគឺនៅពេលដែលបងប្អូនប្រុសស្រីបាត់បង់សេចក្តីស្រឡាញ់ដំបូងចំពោះព្រះអង្គគឺព្រះអង្គបានប្រើប្រាស់ទុក្ខលំបាកជាច្រើនដើម្បីព្យាបាលពួកគេ Sometimes the medicine is bitter but very good for healing.
ចឹងពេលខ្លះថ្នាំពេទ្យគឺវាពិតជាល្វីងសម្រាប់ពួកយើងប៉ុន្តែគឺវាពិតជាមានប្រសិទ្ធភាពល្អក្នុងការព្យាបាលជំងឺរបស់ពួកយើង But when we in the sufferings, we need to learn the lesson of hope. ប៉ុន្តែនៅពេលដែលពួកយើងទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពមួយដែលទទួលរងទុក្ខលំបាកដូច្នេះពួកយើងទាំងអស់គ្នាក៏អាចរៀនអំពីមេរៀនមួយគឺសេចក្តីសង្ឃឹម Now I also invite Brother Panya to read the Bible scripture for us. វិវរណៈចំពុកទី2ខទី11អ្នកដែលមានត្រចៀកចូលស្ដាប់នៅអ្វីដែលព្រះវិញ្ញាណមានព្រះបន្ទូលនិងក្រុមជំនុំទាំងឡាយចុះអ្នកដែលមានជ័យជំនះនឹងមិនរងទុក្ខពីសេចក្តីស្លាប់ពីសោះឡើយទី2សោះឡើយ Okun. The sentence be highlighted in yellow repeats again. We are conquerors. ចឹង clear ដែលគាត់បានដាក់ជាពណ៌លឿងហ្នឹងគឺយើងបានឃើញម្ដងទៀតហើយគឺអ្នកដែលមានជ័យជំនះ But the brothers and sisters, those were in the sufferings, the Lord encouraged them. ចឹងបងប្អូនប្រុសស្រីដែលស្ថិតនៅក្នុងទុក្ខលំបាកទាំងអស់នោះគឺព្រះអង្គទ្រង់បានលើកទឹកចិត្តពួកគេ Even though we facing many difficulties, even though die, but we can keep faithful unto death. ចឹងទោះបីជាពួកយើងទាំងអស់គ្នារងទុក្ខលំបាកឬក៏ពួកយើងទាំងអស់គ្នាប្រឈមមុខនៅសេចក្តីស្លាប់ក៏ដោយប៉ុន្តែពួកយើងទាំងអស់គ្នាក៏អាចរក្សានៅដួងចិត្តដ៏ស្មោះត្រង់របស់ពួកយើងទាំងអស់គ្នារហូតដល់ពួកយើងទាំងអស់គ្នាស្លាប់ Because we have the eternal life. ដោយសារតែពួកយើងទាំងអស់គ្នាគឺមានជីវិតដ៏អស្ចារ្យជានិច្ច Here mentioned about the second death. ចឹងនៅកន្លែងតមកទៀតកន្លែងពណ៌បៃតងគឺគេបាននិយាយអំពីសេចក្តីស្លាប់ទី2 This is the eternity for all the sinners. ចឹងនេះគឺជាភាពអស្ចារ្យជានិច្ចរបស់អ្នកដែលមានអំពើបាប But for the believers, we have the eternal life. ប៉ុន្តែសម្រាប់អ្នកដែលជឿទៅលើព្រះអង្គទាំងអស់គ្នាគឺពួកយើងអត់មានអំពើបាបហើយពួកយើងទាំងអស់គ្នាគឺនឹងមានជីវិតអស្ចារ្យជានិច្ច Our life is not just have this life. ចឹងជីវិតរបស់ពួកយើងទាំងអស់គ្នាគឺមិនត្រឹមតែមានជីវិតដែលពួកយើងទាំងអស់គ្នាកំពុងតែរស់នៅឥឡូវហ្នឹងទេ We have the eternity in the future. ប៉ុន្តែពួកយើងទាំងអស់គ្នាក៏មានភាពអស្ចារ្យជានិច្ចនៅថ្ងៃអនាគតរបស់ពួកយើងដែរ No matter we are unbeliever or we are believer, we also have the eternity. ចឹងមិនថាអ្នកដែលជឿទៅលើព្រះអង្គឬក៏អ្នកដែលអត់ជឿទៅលើព្រះអង្គទេគឺពួកយើងសុទ្ធតែមានភាពអស្ចារ្យជានិច្ចរបស់ពួកយើង But these are two different kinds of eternity. ប៉ុន្តែគឺមានភាពអស្ចារ្យជានិច្ចពីរយ៉ាងដែលមានភាពខុសគ្នា For the unbelievers, the second death is in the hell. ដែលអ្នកដែលអត់ជឿទៅលើព្រះអង្គគឺពួកគេមានភាពអស្ចារ្យជានិច្ចដែលជាសេចក្តីស្លាប់ទី2ដែលនៅស្ថាននរក But for the believers, we have the eternity in the future is enjoy the eternal life. ប៉ុន្តែអស់អ្នកដែលជឿទៅលើព្រះអង្គវិញក៏ពួកគេទាំងអស់គ្នាមានភាពអស្ចារ្យជានិច្ចដែរគឺពួកគេអាចរីករាយជាមួយនឹងជីវិតដ៏អស្ចារ្យជានិច្ច We have God, we have hope. គឺពួកយើងទាំងអស់គ្នាមានព្រះជាម្ចាស់ពួកយើងទាំងអស់គ្នាមានសេចក្តីសង្ឃឹម All the difficulties, all the sufferings will not last forever for all the believers. ហើយសម្រាប់អស់អ្នកដែលជឿទៅលើព្រះអង្គគឺទុក្ខលំបាកហើយនឹងសេចក្តីស្លាប់ហ្នឹងគឺមិនជារៀងរហូតទេ So that brothers and sisters, even though we're facing some difficulty, but don't forget, these difficulties will not last forever for you. ដូច្នេះបងប្អូនប្រុសស្រីទាំងអស់គ្នាត្រូវតែចងចាំថាទោះបីជាពួកយើងទាំងអស់គ្នាទទួលរងទុក្ខលំបាកមែនប៉ុន្តែទុក្ខលំបាកទាំងអស់ហ្នឹងគឺវានឹងមិនមានជារៀងរហូតសម្រាប់ពួកយើងទាំងអស់គ្នាឡើយ Let's focus on the eternity in the future. គឺពួកយើងទាំងអស់គ្នាអាចផ្ដោតទៅលើភាពអស្ចារ្យជានិច្ចរបស់ពួកយើងនៅថ្ងៃអនាគតវិញ
One day, our suffering will gone. គឺថ្ងៃមួយទុក្ខលំបាកនិងការរងការឈឺចាប់របស់ពួកយើងទាំងអស់គ្នាគឺវានឹងរសាត់បាត់ទៅហើយកន្លងផុតទៅ So that even though we are in sufferings, don't lose our hope. ដូច្នេះទោះបីជាពួកយើងទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពដែលយើងរងការឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែពួកយើងទាំងអស់គ្នាមិនត្រូវបាត់បង់សេចក្តីសង្ឃឹមរបស់ពួកយើងឡើយ In God, we are hopeful. នៅក្នុងព្រះអង្គម្ចាស់ពួកយើងទាំងអស់គ្នាគឺជាអ្នកដែលពោរពេញទៅដោយសេចក្តីសង្ឃឹម So that brothers and sisters, let's learn the lesson from them. ដូច្នេះបងប្អូនប្រុសស្រីទាំងអស់គ្នាពួកយើងទាំងអស់គ្នាក៏អាចរៀនពីមេរៀនមកពីពួកគាត់ទាំងអស់ហ្នឹង In the world, when we follow the Lord, we fulfill the Lord's purpose. We must face some difficulties. ចឹងនៅលើលោកីយ៍មួយនេះនៅពេលដែលពួកយើងទាំងអស់គ្នាដើរតាមបំណងប្រាថ្នារបស់ព្រះអង្គគឺពួកយើងទាំងអស់គ្នានឹងប្រឈមមុខនឹងទុក្ខលំបាកខ្លះៗ But we have the glorious hope, glorious future in our eternity. ប៉ុន្តែពួកយើងទាំងអស់គ្នាក៏នឹងមានសេចក្តីសង្ឃឹមដែលពោរពេញទៅដោយសេរីរុងរឿងនិងភាពអស្ចារ្យជានិច្ចនៅថ្ងៃអនាគតរបស់ពួកយើង Do you remember the hymn that Khum Long Jam Drung, Khum Long Jam Drung? ចឹងពួកយើងទាំងអស់គ្នានៅចងចាំពីបទចម្រៀងមួយដែលគេបានច្រៀងថាខ្ញុំរងចាំត្រង់អត់ Wow, the Lord, He has prepared many great things for us. ចឹងព្រះអង្គទ្រង់បានរៀបចំអ្វីដែលល្អបំផុតជាច្រើនសម្រាប់ពួកយើងទាំងអស់គ្នា The heavenly home is waiting for us. ដែលផ្ទះនៅស្ថានសួគ៌កំពុងតែរងចាំពួកយើងទាំងអស់គ្នា The heavenly rewarding are waiting for us. ហើយរង្វាន់ដែលនៅស្ថានសួគ៌ក៏កំពុងតែរងចាំពួកយើងទាំងអស់គ្នាដែរ There are many angels in heaven. They are waiting for us to welcome us. ហើយមានពួកទេវតាជាច្រើនដែលនៅលើស្ថានសួគ៌ក៏កំពុងតែរងចាំពួកយើងរងចាំស្វាគមន៍ពួកយើងទាំងអស់គ្នាដែរ And the throne of God is waiting for us to sitting on. ហើយនឹងបល្ល័ង្ករបស់ព្រះជាម្ចាស់ក៏កំពុងតែរងចាំពួកយើងទាំងអស់គ្នាឲ្យទៅអង្គុយដែរ When we suffered in the world, let's lift up our eyes to look on the heaven. ដូច្នេះនៅពេលដែលពួកយើងទាំងអស់គ្នាទទួលរងទុក្ខលំបាកឬក៏រងការឈឺចាប់នៅលើលោកីយ៍មួយនេះពួកយើងទាំងអស់គ្នាអាចងើយមុខរបស់ពួកយើងទាំងអស់គ្នាឡើងយើងអាចសម្លឹងមើលទៅកាន់ស្ថានសួគ៌ Someone and some things, they are waiting for us. គឺមានម្នាក់ហើយនឹងអ្វីមួយគឺកំពុងតែរងចាំពួកយើង Then the third era and the church is the era and the church of Pergamos. ហើយនេះគឺជាក្រុមជំនុំឬក៏គឺក្រុមជំនុំពើកាម៉ូ Brothers and sisters, at that time they faced many temptations. ហើយបងប្អូនប្រុសស្រីស្ថិតនៅក្នុងក្រុមជំនុំពើកាម៉ូហ្នឹងក៏ពួកគាត់ទទួលរងការលំបាកជាច្រើន There were many false believers mixed in the true believers. ដែលនៅក្នុងសម័យយុគសម័យកាលហ្នឹងគឺមានអ្នកដែលជឿទៅលើព្រះអង្គคล้ายៗជាច្រើនដែលពួកគេរស់នៅក្នុងចំណោមអ្នកដែលជឿដែលពិតប្រាកដ The church was from the persecution to the appreciation of the government. ហើយពេលហ្នឹងគឺក្រុមជំនុំបានចាក់ចេញពីក្រុមជំនុំដែលគេបៀតបៀនខ្លាយទៅជាក្រុមជំនុំដែលទទួលបានការសរសើរដែលមកពីរដ្ឋាភិបាល But let's keep our pure heart to the Lord. ប៉ុន្តែពួកយើងទាំងអស់គ្នាក៏ត្រូវតែរក្សាដួងចិត្តដ៏ស្មោះត្រង់និងបរិសុទ្ធរបស់ពួកយើងទៅកាន់ព្រះអង្គ Now I also invite Brother Panya to read the Bible scriptures for us. វិវរណៈចំពុកទី2ខទី17អ្នកដែលមានត្រចៀកចូលស្ដាប់នៅអ្វីដែលព្រះវិញ្ញាណមានព្រះបន្ទូលនិងក្រុមជំនុំទាំងឡាយចុះចំពោះអ្នកដែលមានជ័យជំនះយើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មាននរណាស្គាល់ឡើយលើកលែងតែអ្នកទទួលប៉ុណ្ណោះ Brothers and sisters, they are the third era
in the age of the church. ចឹងនេះគឺជាក្រុមជំនុំទី3ដែលស្ថិតនៅក្នុងសម័យកាលនៃក្រុមជំនុំ In the first lesson, we can learn gain the Lord Himself. ចឹងគឺនៅមេរៀនទី3គឺពួកយើងទាំងអស់គ្នាអាចរៀនពីការទទួលបានព្រះអង្គម្ចាស់ In this rewarding and this reminding are related the story in the people of Israel. ចឹងការទទួលបានរង្វាន់ហើយនឹងការរំលឹកមួយហ្នឹងគឺពាក់ព័ន្ធជាមួយនឹងប្រជាជនអ៊ីស្រាអែល A long time ago, the Lord raised one man, Moses, to bring the people of Israel from Egypt to the land of Canaan. ដែលនៅពេលហ្នឹងគឺព្រះអង្គទ្រង់បានដឹកនាំលោកម៉ូសេឲ្យបានដឹកនាំប្រជាជនពីប្រទេសអេស៊ីបទៅកាន់ទឹកដីកាណា But they need to walk through the wilderness. ប៉ុន្តែនៅពេលហ្នឹងក៏ពួកគេត្រូវតែដើរកាត់វាលរហោស្ថានដែរ In the wilderness, no one can provide food daily for them. ហើយនៅក្នុងវាលរហោស្ថានទាំងអស់ហ្នឹងគឺអត់មាននរណាគេអាចផ្ដល់នូវម្ហូបអាហារជាប្រចាំថ្ងៃសម្រាប់ពួកគេបានឡើយ No kings, no governments can provide food daily for 40 years. ចឹងគឺគ្មានស្ដេចគ្មានរដ្ឋាភិបាលណាអាចផ្ដល់ម្ហូបអាហារសម្រាប់ពួកគេជារៀងរាល់ថ្ងៃរហូតដល់រយៈពេល40ឆ្នាំបានឡើយ But the Lord provide food for them every day. ប៉ុន្តែព្រះអង្គទ្រង់បានផ្ដល់នូវម្ហូបអាហារជារៀងរាល់ថ្ងៃដល់ពួកគេ This food was called manna. ហើយម្ហូបអាហារទាំងអស់ហ្នឹងគឺហៅថាម៉ាណា This is related to the Lord's provision. ដែលនេះពាក់ព័ន្ធជាមួយនឹងការផ្ដល់របស់ព្រះអង្គម្ចាស់ Brothers and sisters, at that time many brothers and sisters they facing the temptation from the world. ហើយនៅក្នុងចំនួនមួយហ្នឹងក៏មានបងប្អូនប្រុសស្រីជាច្រើនដែលពួកគេទទួលបានការលបងដែលមកពីលោកី Oh, if I rely on the government, rely on some organization, I can gain many benefits. ចឹងគឺពួកគេបាននិយាយថាបើសិនជាពួកគេពឹងផ្អែកទៅលើរដ្ឋាភិបាលឬក៏ពួកគេពឹងផ្អែកទៅលើស្ថាប័នណាមួយគឺពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន But we should rely on the Lord Himself. ប៉ុន្តែពួកយើងទាំងអស់គ្នាគឺគួរតែពឹងផ្អែកទៅលើព្រះអង្គទ្រង់ផ្ទាល់ My life is not for the benefit from men. I want to gain the Lord Himself. ដែលពួកយើងទាំងអស់គ្នាអាចគិតថាក្នុងជីវិតរបស់ពួកយើងទាំងអស់គ្នាគឺពួកយើងមិនត្រូវការទទួលបានអត្ថប្រយោជន៍ពីមនុស្សដែលនៅជុំវិញពួកយើងឯប៉ុន្តែគឺពួកយើងទាំងអស់គ្នាត្រូវការទទួលដែលមកពីព្រះអង្គម្ចាស់ផ្ទាល់ Let's keep our pure heart to the Lord. គឺពួកយើងអាចរក្សាដួងចិត្តដ៏បរិសុទ្ធរបស់ពួកយើងសម្រាប់ព្រះអង្គ I do this, I do that, not for gain the benefit from men. ហើយពួកយើងទាំងអស់គ្នាអាចគិតថាពួកយើងធ្វើរឿងមួយនេះធ្វើរឿងមួយនោះគឺមិនមែនសម្រាប់ទទួលបានអត្ថប្រយោជន៍ឬក៏គុណសម្បត្តិពីមនុស្សទេ I want to gain the Lord Himself. ប៉ុន្តែគឺពួកយើងទាំងអស់គ្នាចង់ទទួលបានព្រះអង្គ And the color in purple is talk about the appreciation from the Lord. ហើយយើងមើលទៅក្នុង slide ហ្នឹងគឺកន្លែងដាក់ពណ៌ស្វាយគឺគេនិយាយអំពីការសរសើររបស់ព្រះអង្គម្ចាស់ Here said that anyone overcome the temptations, they will receive the white stone. ដែលនៅកន្លែងចំណុចមួយហ្នឹងគឺនិយាយថាបើសិនជាអ្នកណាដែលពួកគេយកឈ្នះនៅការលបងទាំងអស់ហ្នឹងបានគឺពួកគេនឹងទទួលបានដុំថ្មស And have a new name of them in this white stone. ហើយនៅលើដុំថ្មសនោះគឺនឹងមានឈ្មោះថ្មី This is the appreciation from the Lord personally. ចឹងនេះគឺជាការកោតសរសើរឬក៏ការសរសើរដែលមកពីព្រះអង្គផ្ទាល់
That means no matter no one see I do working for the Lord, I just want to receive the appreciation from Him. គឺមានន័យថាមិនថាពួកយើងទាំងអស់គ្នាបានធ្វើរឿងអ្វីសម្រាប់ព្រះអង្គទេគឺពួកយើងទាំងអស់គ្នាសុទ្ធតែទទួលបានការសរសើរដែលមកពីព្រះអង្គ Sometimes we have done something for the Lord, អញ្ចឹងពេលខ្លះពួកយើងទាំងអស់គ្នាក៏បានធ្វើរឿងអ្វីមួយសម្រាប់ព្រះអង្គដែរ but no one beside you clap hand to appreciate you. ហើយទោះបីជាគ្មានបងប្អូនប្រុសស្រីណានៅចិត្តពួកយើងពួកគាត់ទះដៃសម្រាប់អបអរសម្រាប់ពួកយើងក៏ដោយ Just the Lord He knows. ប៉ុន្តែគឺព្រះអង្គទ្រង់ដឹង I am not forgetting the clap hand sound from people. អញ្ចឹងពួកយើងទាំងអស់គ្នាធ្វើរឿងអ្វីមួយគឺពួកយើងមិនចេះថាមិនគ្រាន់តែត្រូវការទះដៃដែលមកពីអ្នកដែលនៅជុំវិញខ្លួនរបស់យើងទេ I do this just for the Lord. ប៉ុន្តែពួកយើងទាំងអស់គ្នាធ្វើរឿងអ្វីទាំងអស់នេះសម្រាប់ព្រះអង្គ No matter no one responds, it doesn't matter. I want to gain the reward from the Lord. អញ្ចឹងទោះបីជាមនុស្សនៅជុំវិញពួកយើងគេមិនឲ្យតម្លៃឬក៏ពួកគេមិនឆ្លើយតបមកកាន់ពួកយើងក៏ដោយប៉ុន្តែពួកយើងទាំងអស់គ្នាធ្វើរឿងអ្វីទាំងអស់ហ្នឹងគឺពួកយើងទាំងអស់គ្នាចង់ទទួលបានរង្វាន់ដែលមកពីព្រះអង្គ Or we respond to the Lord from our pure motivation. ហើយអ្វីដែលពួកយើងទាំងអស់គ្នាឆ្លើយតបទៅកាន់ព្រះអង្គគឺចេញពីការជំរុញដួងចិត្តដ៏បរិសុទ្ធរបស់ពួកយើង This is our pure heart to the Lord. ហើយនេះគឺជាដួងចិត្តដ៏បរិសុទ្ធរបស់ពួកយើងទៅកាន់ព្រះអង្គ I want to gain the Lord deeply. គឺពួកយើងចង់ទទួលបានព្រះអង្គយ៉ាងជ្រាលជ្រៅ I want to gain the Lord more. ហើយពួកយើងចង់ទទួលបានព្រះអង្គបន្ថែមទៀត No one clap hand for me, it doesn't matter. អញ្ចឹងបើសិនជាគ្មាននរណាគេម្នាក់ទះដៃសម្រាប់ពួកយើងក៏មិនអីដែរ No one seen about this, it doesn't matter. ហើយបើសិនជាគ្មាននរណាគេម្នាក់មិនមើលឃើញអ្វីដែលពួកយើងទាំងអស់គ្នាធ្វើហ្នឹងក៏វាមិនអីដែរ No one give me some benefit, it doesn't matter. ហើយគ្មាននរណាគេម្នាក់ផ្ដល់អត្ថប្រយោជន៍ឬក៏គុណសម្បត្តិអីដល់ពួកយើងក៏មិនអីដែរ The Lord, He will provide. ប៉ុន្តែព្រះអង្គទ្រង់នឹងផ្ដល់ឲ្យពួកយើង And the Lord, He must remember. ហើយព្រះអង្គទ្រង់ក៏នឹងចងចាំទុកដែរ I want to gain the Lord Himself. គឺពួកយើងចង់ទទួលបានព្រះអង្គទ្រង់ផ្ទាល់ So all the rewards are the reminding for us. ដូច្នេះគ្រប់រង្វាន់ទាំងអស់គឺសុទ្ធតែជាការរំលឹកដល់ពួកយើងទាំងអស់គ្នា Now have the summary. ឥឡូវគាត់នឹងធ្វើការសរុបសេចក្តីឡើងវិញ The first lesson is we need to choose to enjoy the Lord Himself. ដែលមេរៀនទី1ពួកយើងទាំងអស់គ្នាគួរតែជ្រើសរើសរីករាយជាមួយនឹងព្រះអង្គផ្ទាល់ And the second lesson, let's learn the lesson of hope. ហើយមេរៀនទី2គឺពួកយើងរៀនពីមេរៀននៃសេចក្តីសង្ឃឹម Don't just focus or worry of this life. គឺពួកយើងទាំងអស់គ្នាមិនគ្រាន់តែផ្ដោតគឺពួកយើងទាំងអស់គ្នារស់នៅគឺមិនមែនផ្ដោតទៅលើទុក្ខលំបាកឬក៏ការឈឺចាប់នៅក្នុងជីវិតរបស់ពួកយើងទេ We have the glorious eternity. ប៉ុន្តែពួកយើងទាំងអស់គ្នាគឺមានភាពអស្ចារ្យជានិច្ចដែលពោរពេញទៅដោយសេរីរុងរឿង There are many glorious things awaiting for us. គឺពួកយើងទាំងអស់គ្នាត្រូវដឹងថាគឺមានរឿងអ្វីដែលពោរពេញទៅដោយសេរីរុងរឿងជាច្រើនកំពុងតែរងចាំពួកយើង Let's keep our pure heart. ដូច្នេះពួកយើងទាំងអស់គ្នាគួរតែរក្សាដួងចិត្តដ៏បរិសុទ្ធរបស់ពួកយើង I'm not want to gain some benefits from men. គឺពួកយើងមិនចង់ទទួលបានគុណសម្បត្តិឬក៏អត្ថប្រយោជន៍តែមកពីមនុស្សឡើយ I want to gain the Lord Himself. ប៉ុន្តែពួកយើងទាំងអស់គ្នាចង់ទទួលបានព្រះអង្គទ្រង់ផ្ទាល់ When I respond to Him to fulfill His purpose, He will provide me and He will remember me. នៅពេលដែលពួកយើងទាំងអស់គ្នាឆ្លើយតបទៅកាន់បំណងប្រាថ្នារបស់ព្រះអង្គគឺព្រះអង្គនឹងផ្ដល់ឲ្យពួកយើងព្រះអង្គនឹងឆ្លើយតបមកកាន់ពួកយើង Let's learn some lessons from the rewards of the conquerors.
ដូច្នេះពួកយើងទាំងអស់គ្នាក៏អាចរៀនអំពីរង្វាន់សម្រាប់អ្នកដែលមានជ័យជំនះ Mm. Now let's have a time in the groups to share together. ឥឡូវពួកយើងទាំងអស់គ្នានឹងមានពេលវេលាជាក្រុមដើម្បីឲ្យពួកយើងទាំងអស់គ្នាចែកចាយជាមួយគ្នា Which lesson you want to learn deeply? ចឹងតើមេរៀនមួយណាដែលពួកយើងទាំងអស់គ្នាចង់រៀនឲ្យបានជ្រាលជ្រៅ Which lesson you always have the revision? ហើយតើមេរៀនមួយណាដែលពួកយើងទាំងអស់គ្នាតែងតែរំលឹក Let's share and to encourage to one another. ដូច្នេះពួកយើងទាំងអស់គ្នាអាចចែករំលែកហើយពួកយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក